សារៈសំខាន់ណាស់ដែលជំនួយដល់សុខភាពតើលោកអ្នកដឹងទេថាការពិសាផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចជំនួយដល់សុខភាពនៅអ្វីខ្លះផ្លែប៉ោមមានរសជាតិឆ្ងាញ់តើលោកអ្នកដឹងទេថាផ្លែប៉ោមមានវីតាមីនអ្វីខ្លះដែលជំនួយដល់សុខភាពដែលសុខភាពត្រូវការផ្លែប៉ោមជាប្រភពនៃវីតាមីន C ដែលសំខាន់សម្រាប់ជួយប្រព័ន្ធការពារជំងឺនៃសរីរាង្គកាយកាត់បន្ថយជំងឺឆ្លងផ្សេងៗនិងកាត់បន្ថយការ stress ក្នុងរាងកាយផងដែរសម្បូរទៅដោយជាតិទឹកផ្ដល់សារធាតុជាតិទឹកដល់រាងកាយបានច្រើនបំផុតសម្បូរទៅដោយជាតិវីតាមីន A ដ៏សំខាន់ដែលជួយដល់ការពារការកើតមុននៅលើស្បែកមុខអាចជួយដល់ការការពារជំងឺមហារីកជួយដល់ខួរក្បាលឲ្យងាយចងចាំនិងកាន់តែពិសេសជួយដល់សុខភាពផ្លូវចិត្តជាផ្លែឈើមួយដ៏សំខាន់និងល្អបំផុតសម្រាប់លោកអ្នកដែលកំពុងតែសម្រកគីឡូការពារជំងឺទឹកនោមផ្អែមជួយដល់អ្នកមានជំងឺផ្លូវដង្ហើមដូចជាជំងឺហឺតឬពិបាកដកដង្ហើមការពិសាផ្លែប៉ោមឬទឹកប៉ោមមានសារៈសំខាន់ណាស់ដល់សុខភាពរបស់លោកអ្នកដែលសរីរាង្គកាយរបស់លោកអ្នកត្រូវការដូចនេះសម្រាប់លោកអ្នកចង់បានជាប្រភេទប៉ោមដែលនាំចេញមកពីគ្រប់ប្រទេសដែលមានគុណភាពល្អតម្លៃសមរម្យអាចធ្វើការកម្មង់ពីកាន់ផេករបស់ទេវីដែលមាននាំចូលជាមួយនឹងផ្លែប៉ោមនិងផ្លែឈើផ្សេងៗដែលមានគុណភាពល្អនិងតម្លៃសមរម្យអរគុណច្រើនសម្រាប់ការទស្សនា